Ok, số đây khi dương thằng Okni, lấy dương một bản to mê đi dương tiết tại tôn từ nâng ca sắc xá pi đặc biệt này ca prapra từ lượng opako bỏ dương. Chẳng được không mê đi mùi nước cứ trong nâng bằng hai tại tôn từ nâng ca prapra chỉ mùi nâng opako mùi tiết ở chung một thá object selection hay nâng ERS tool. Chẳng được không opako mùi nâng vì miên tra được không nâng tiết ná hay dân đặc biệt prapra tích nít chẳng mất lấy dương châu từ mơ tu sana ở video thằng Okni. Ok, lấyយើងចូលមកដល់កម្មវិធីរបស់យើងតែម្ដងខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការប្រើប្រាស់មួយៗឲ្យគ្នាយើងកាន់តែច្បាស់អញ្ចឹងនៅក្នុងឧបករណ៍ Object Selection របស់យើងនេះគឺវានៅបន្ទាប់ជាមួយនឹង Lasso Tool របស់យើងនឹងគឺបន្ទាប់គ្នានេះឯងណាអូខេអញ្ចឹងនៅក្នុងឧបករណ៍មួយនឹងវាមាន3ទី1 Object Selection Tool ទី2 Quick Selection Tool ទី3 Magic Wand Tool ចឹងតើតើនឹងឧបករណ៍ទាំង3ហ្នឹងថាតើយើងប្រើប្រាស់យ៉ាងម៉េចខ្លះឥឡូវយើងមកធ្វើការអនុវត្តជាមួយគ្នាតែម្ដងចឹងនៅក្នុងឧបករណ៍ Object Selection Tool នេះគឺជាឧបករណ៍មួយដែលយើងប្រើប្រាស់ដើម្បី select ទៅលើ object ឬក៏រូបរាងណាមួយឲ្យបានលឿនហើយរហ័សអូខេឥឡូវយើងធ្វើការ select ទៅលើរូបផ្លែប៉ោមនេះមួយយើងចុចប៉ោចមកចឹងរងចាំបន្តិចណាអូខេឥឡូវវាធ្វើការ select ទៅលើរូបរាងរបស់យើងរួចហើយប៉ុន្តែស្លឹកនេះគឺវាអត់ចាប់យកទេណាដោយសារអីគឺវា select លើរូបរាងណាមួយដែលមានពណ៌បែបនេះគឺវាចាប់យកទៅប៉ុណ្ណឹងទេអញ្ចឹងធ្វើម៉េចដើម្បីបន្ថែមទៅលើចំណុចនេះអញ្ចឹងគ្នាយើងធ្លាប់ដឹងពីរបៀបនៃការប្រើប្រាស់ជាមួយនឹង option ទាំង4នេះហើយអញ្ចឹងឧទាហរណ៍ថាវាអត់ទាន់មានកន្លែងនេះយើងត្រូវបន្ថែមជាមួយនឹង select របស់យើងអញ្ចឹងបន្ថែមគឺយើងយកជាមួយនឹង add to selection ចុចមកអញ្ចឹងយើងបន្ថែមពីកន្លែងនេះមកដល់កន្លែងនេះមកអញ្ចឹងវានឹងធ្វើការចាប់ select ឲ្យយើងទៀតហើយអូខេឃើញណាឥឡូវវាបានបន្ថែម select ទាំងអស់ណាទាំងផ្លែប៉ោមហើយទាំងស្លឹករបស់វានឹងគឺវាធ្វើការចាប់ select បានហើយអញ្ចឹងតកតងទៅនឹងការប្រើប្រាស់ជាមួយនឹង object selection គឺយើង select ទៅលើរូបរាងបែបហ្នឹងពេលដែលយើង select បានហើយគ្នាយើងចង់ប្រើប្រាស់ណាឧទាហរណ៍ថាខ្ញុំចង់យករូបហ្នឹងទៅប្រើប្រាស់គឺយើងអាចយក move tool ទាញវាទៅដាក់លើ background ផ្សេងណាលើ background ផ្សេងអញ្ចឹងទៅអូខេ Ctrl T ហើយយើងធ្វើការ scale វាមកអញ្ចឹងនឹងបានរូបរាងផ្លែប៉ោមនេះមួយអញ្ចឹងឧទាហរណ៍បើសិនជាគ្នាយើងចង់យករូបផ្លែប៉ោមនឹងដាក់នៅក្នុង background មួយហ្នឹងគ្នាយើងគ្រាន់តែចុចកន្លែង edit មកហើយយកពាក្យថា cut ណា Ctrl X cut វាអញ្ចឹងមកបន្តមកទៀតគ្នាយើងផេះដាក់លើនឹងដដែលចុចកន្លែង edit មកហើយយកពាក្យថា paste Ctrl V ចុចមកអូខេអញ្ចឹងវានឹងផេះដាក់លើហ្នឹងណាវាបង្កើតទៅជា layer មួយនៅពីលើហ្នឹងតែម្ដងតោះណាអាហ្នឹងរបៀបនៃការផេះរូបភាពរបស់យើងពីលើ layer ដើមរបស់វាហ្នឹងគឺមានលក្ខណៈអញ្ចឹងណាអូខេអញ្ចឹងតកតងទៅនឹងការប្រើប្រាស់ជាមួយនឹងឧបករណ៍ object selection ហ្នឹងគឺវាអាច select ត្រូវច្រើនណារូបភាពរបស់យើងបែបងាយស្រួលក៏យើងអាច select ទៅបានរូបភាពដែលរាងស្មុគស្មាញក៏យើងអាច select ទៅក៏វាត្រូវច្រើនដែរប៉ុន្តែវាមិនត្រូវ 100% ទេណាវាអត់អាច select ទៅត្រូវ 100% ដែលមើលទៅវាអត់ខ្ចោះទេក៏ន័យថារូបភាពស្មុគស្មាញមួយចំនួនក៏យើងអាច select ទៅក៏វាអាចត្រូវច្រើនអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ថាខ្ញុំយករូបភាពមួយនេះណាមកធ្វើឧទាហរណ៍ឲ្យគ្នាយើងមើលបន្តិចអញ្ចឹងនៅក្នុងរូបភាពមួយនេះយើងមើលទៅលក្ខណៈរាងស្មុគស្មាញណាបើយើងមើលទៅរូបហ្នឹងគឺវាជាប់ជាមួយនឹង background តែម្ដងអញ្ចឹងយើងសាកដបងប្រើឧបករណ៍មួយនឹងដដែលហើយយើងធ្វើការទាញ select ចេះមកហើយបន្លែងទៅអញ្ចឹងរងចាំឲ្យវាចាប់ណាវានឹងចាប់យកជាមួយនឹងតម្រង់រូបភាពនឹងឲ្យយើងថាតើវាចាប់បានឬអត់ចាំមើលទាំងអស់គ្នាអូខេឥឡូវមានន័យថាតកតនឹងការប្រើប្រាស់ជាមួយនឹងឧបករណ៍ហ្នឹងគឺវាចាប់ត្រូវដែរអូខេវាចាប់ត្រូវបានប៉ុណ្ណឹងហើយគ្នាយើងអាចទាញបានហើយអូខេឃើញវាចាប់ត្រូវបានប៉ុណ្ណឹងដែរអញ្ចឹងយើងអាចទាញរូបនឹងបានណាអូខេអញ្ចឹងអាចទាញរូបនឹងបានវាចាប់ត្រូវដែរណាប៉ុន្តែដល់ពេលយើងទាញមកគឺរូបរបស់យើងគឺវាមានមើលទៅវាមានជា stroke ណាជា stroke ខ្មៅខ្មៅអញ្ចឹងណាប៉ុន្តែអានេះគ្រាន់តែជាការឧទាហរណ៍ឲ្យគ្នាយើងមើលទេថាតើឧបករណ៍នឹងយើងប្រើរបៀបនឹងបានអត់គឺបានប៉ុន្តែវាអាចត្រូវខ្លះវាអាចខុសខ្លះណាអញ្ចឹងបើសិនជាតាក់ទងនឹងរូបភាពបែបនេះក៏យើងអាចប្រើបានដែរឥឡូវយើងសាកល្បងទៀតចុចលើនឹងប៉ាច់មកអញ្ចឹងរងចាំបន្តិចដើម្បីឲ្យវាធ្វើការ generate ឲ្យយើងណាវានឹងចាប់យកទៅលើរូបភាពទាំងអស់នឹងឲ្យយើងតែម្ដងអូខេអញ្ចឹងវាធ្វើការចាប់បានហើយឃើញទេនេះវាធ្វើការ select ត្រូវទៅតាមតម្រង់រូបរាងរបស់យើងហើយអូខេបានប៉ុណ្ណឹងហើយបើសិនជាគ្នាយើងចង់បំបត្តិ background នេះចោលទុកតែរូបភាពមួយហ្នឹងគ្នាយើងអាចប្រើម៉ាស់នេះកន្លែងនេះគឺសញ្ញាម៉ាស់ចុចប៉ាច់អ
chẳng vì bạn rụp hiệp background mà vì hay ná vì nơi tái rụp hiệp mà nụ tê chẳng tẹt tao nâng ca pra má dương ở toàn riêng tế ở toàn đọt đấy còn này thang trong bậc hai cái này dương mơn chẳng ở xoay vô pi biết này ca select bao viết cứ vì ai trời ra nè vì ai trời ra từ tao rụp hiệp bởi dương ok chẳng tẹt tao nâng ở bậc co để dương riêng tăng pi lơ mà đo lại nó cứ tẹt tao nâng ca select tầng nè select chắp vô rụp hiệp tầng bàn tay rụp hiệp này ca pra bao viết cứ mi là cái nắp xem hai dương pra tới căn để sưu tới căn để sưu tới chẳng khi dương nâng thưa ca advert và to tiết khi dương nâng căn để sưu hay ok chẳng ní cứ chỉ ở bậc co tì mùiสำหรับอุปกรณ์ที่ปี Quick Selection Tool ยังอุปกรณ์มวยนั้นยังจดหมายยังปราบอย่างไม่อุตหะแต่ยังจัง select แต่ละรูปไตรนี่มวยยังนำไปปราบอุปกรณ์มวยนั้นนำไป select แต่ละรูปเรียงมวยนั้นก็ยังจับเอาเวียนยังแต่มาดอกนะจดหมายช่วยให้ยังเอาไอ้ไตรตัวตันตำรงสัตว์ไตรบ่ยังแต่มาดอกนะโอเคยังคือเวียนหนึ่งจับยอกนะอันนั้นคือ select แบบหนึ่งเวียนหนึ่งจับยอกตัวตันตำรงหนึ่งแต่มาดอกโอเคchẳng phải đây những select tới vì scroll vì chập do cái làm gì nè vì scroll bàn class vì odd class cái đấy chẳng bao giờ gì khi dân chọn rồi nhảy tới select nó với khi dân mà mở lại đi nè lại đấy chẳng dân tới đo vĩnh cho đo máu hay khi dân bao một pra bây giờ máu rồi vì vậy mình này thay dân giờ nó cứ đo lại đi tranh viên ở vì tới lại đi ok đo giờ máu chẳng viên rót tới với hay bàn tay viên mình tới mà rồi tê nè được trong bài chạy chẳngแต่ตอนนั้นการ select ประเภทต่างๆนั้นคือวิตรแต่ตามรูปเพียบน้ำมุ้ยได้สรูลรูปนี้ background อดสมัครสมัยแต่ background แต่มุ้ยแต่ปันท้ายวิแต่ตอนนั้นสมัครสมัยคือรูปบางเชิงนั่นเองนะวิมีนใครมีนเวย์สมัครสมัยลีลอมคณีปอชราอย่างตื่นยังวิธีการจับ select บานปันนั่งเองนะยังไอตีรูปนั่งบานแต่ดักตีตังเซ็งคือยังไอตีบานนะโอเคอะไรยังมาเมื่ออุปกรณ์ติดใบสันนะดำใบคณียังการในโยล magic wand tool ยังปราอุปกรณ์มุ้ยนั่งคือยังอัดจอยเลอรูปเพียบอย่างเต้คือยังจอยเลือกไตใบกราวน์เป็นจอยปานจังไปได้จอยเต้วิเมียนสไลด์ปีนะเมียนสไลด์ขังขนองนี่มวยให้นั่งขังกลางนี่มวยสไลด์นั่งนำใบไอไปได้ยังตีนเต้คือวิอัดเตอร์เต้นะอุตหะได้ยังยอมมุทโธตีนเต้คือวิอัดเตอร์เต้ตีมวยวิจอบสาวยังดอกสาวเต้วิตีนเต้วิเต้ปันเต้วิเต้แตงใบกราวน์เคยนะจังแต่ตอนหนังการปราแต่เลืออุปกรณ์มวยนั่งคือมีเพียงเงินสูตรองถ่าไปได้ยังสไลด์แบบนั่งหายยังไอจอยดีเลตbackground box ซอนังบานแต่มาดองยังจอยคีย์บอร์ดไปยังดีเลทมั้งปอดยังวิบัติอัพไตปอซอนังหายคอนโทรลซอดิดอกสไลด์กันนะยังไปได้ยังสไลด์บานใบนังหายยังจอยดีเลทยกแต่มาดองคือมีเพียบงิสรู้นะอันประบาเต้โอเคยังแต่ตอนแต่นังการปราชมวยนังการสไลด์แต่เลือกอุปกรณ์ปีหนึ่งนะยังบาสันยังปราชมวยนัง quick selection tool พิจารณาคือสไลด์แต่เลือกรูปเรียงนะสไลด์แต่เลือกรูปเรียงบ่เยอะนะโอ้ตัวหอนจังอ่ะยังสไลด์เลอรูปเรียงจังมั้งนี่เอาไปเลอรูป subject ไปยังได้ยังฝึกการสไลด์มาคือวินังเฉาะแต่ตามตำรงหนึ่งหายจังคือวิบานแบบหนึ่งเจ้าบาสันยังคณียังจังสไลด์ปีกลายโดยmagic บานออดบานยังสไลด์เต้ยังตรึกเอาใจเนี่ยยังเอาเมาส์จังเปคละยังสไลด์แบบนั้นคือวิอัตราเต้นะยังสไลด์ออกปีจังเมาส์เคยแต่วิเข้าตำรงไปยังฉลาดนะยังมันจีตูเตอร์บาสันยังปลายจมูกนั่ง quick selection tool คือยัง select แต่ละรูปนั่งแต่มาดองนะยังเอาจังแต่มาดองตอนนี้โอเคยังไปยังปลายจมูกนั่งอุปกรณ์ติใบวิ่ง magic wand tool คือยัง select ปีกลายตื่นนะคือยังจดปอดมวยเมาส์วินั่งฝึกการจับยก subject บ่อยังดาวงี้สู้แต่มาดองยังอัดฝึกการจด select จะเตะอัดเตะนะอุปกรณ์มวยนั่งไปยังจด select เรือ subject บ่อยังคืออัดการเตะยังปีนั้นคือมีลักษณะของการ select บ่อวิ่งคือใบหนึ่งchẳng chừng praรูปเพียบไอ้ก็ได้คือยังไอ้ select บานนะอุตส่าห์รูปเพียบมวยนี้ยังจัง select เวียโอเคยัง control Z มาวิสันยังจังpraจะมวยนั่งอุปกรณ์ติใบยังก่อนในคลิกปอดเห็นนะเคยไปจับบานสรัวอัดบานสรัวให้ยังไอ้ delete เวียบานปนัดดอกซาวจังสันให้จะ delete ปอดเห็นนะวิ delete บานยังpraอุปกรณ์มวยนั่งคือไงสรัวจังได้แต่ตอนนังการ select แต่เลือ subject น้ำมวยแต่มันเมียนเพียสมอกสมานนะคือยังไอ้praแบบหนึ่งบานโอเคยังแต่ตอนนังอุปกรณ์ต่างใบนั่งได้ชมบานพิจเยี่ยมลมอัดให้ไปเจ้าคณียังปรากำเอาจลำคณียังกระทับปันนั่งมาซ่อมร่วมได้คณียังไอ้ดังโยดบานให้เมรินไปยังเติมมุกเตี้ยไปได้ยังปรายังกันได้ฉบับจมวยนั่งอุปกรณ์ต่างออกหนึ่งให้นะโอเคจังบรรทอมาเตี้ยแต่ตอนแต่นั่ง eraser tool นี่ยังวินาปีกราวคณีหนึ่งไอ้ eraser tool คือมีใบได้ eraser tool background eraser tool ให้นั่ง magic eraser toolยังตีมวยแต่ตอนแต่นั่ง eraser tool
cứ tẹt to nâng ca pra đầm bay lục giang đầm bay lục pe kla coi dương từ ca lục chiều môi nâng ca nghe bồi dương môi chấm nốt này giang tẹt to nâng ca lục giang mất cứ dương lục giang bà sân chỉ khi dương trong lục từ lỡ subject là môi giang tự hãy bà sân giờ subject nâng ăn miên background che ná dương trong lục cái dương anh lục bàn đi nè subject là đại miên background cứ dương lục tới cứ bị đàn chẳng chẳng thấy chăm tha tẹt to từ nâng eraser tool cứ ở bậc môi đại pra đầm bay lục giang tẹt to nâng ca lục ở vị sra ở vị blur bài ná cứ dương control chiều môi nâng opacity nâng flow bởi dương ná bà sân chỉ dương trong lục ở vị srang tới dương ai bật thôi flow dương lục tới vị srang vậy ná khi nó bị rằng srang dương tới bàn tay chỉ tu tới tẹt to nâng ca pra bao viết cứ mà đo mà ca lại tê ná dương pra từ lỡ cả lạ tì sạ ná để dương thực ca lục tê nâng ai bà sân chỉ dương ở miền thực ca lục cứ dương ắt pra tế chiều môi nâng eraser tool nâng ná ok chấm poឧបករណ៍ទី2ឧបករណ៍ទី2តេតតទៅនឹងការប្រើប្រាស់លុបជាមួយនឹង background មួយចំនួនណាគេដាក់ background eraser tool អញ្ចឹងឲ្យតែចេញពាក្យថា eraser មានន័យថាឧបករណ៍ប្រើដើម្បីលុបហើយអញ្ចឹងអាហ្នឹងគឺតេតតនឹងការលុបដូចគ្នាលុបយ៉ាងម៉េចឥឡូវឧទាហរណ៍តើខ្ញុំបង្ហាញជាលក្ខណៈរូបនេះមួយអញ្ចឹងរូបមួយនេះគឺវាមានដើមឈើអញ្ចឹងហើយវាមានជាប់ background អីអញ្ចឹងទៅពណ៌សពណ៌លាយផ្ទៃមេឃអញ្ចឹងទៅចឹងយើងអាចប្រើប្រាស់ជាមួយនឹង background eraser tool មកធ្វើការលុបបានអញ្ចឹងលុបយ៉ាងម៉េចយើងគ្រាន់តែមកលុបលើវាមកបាទលុបមកវានឹងចាប់ផ្ទៃនឹងតែម្ដងឧទាហរណ៍តែខ្ញុំលុបនេះឃើញណាអញ្ចឹងវាអត់លុបដើមឈើរបស់យើងទេណាវាលុបតិចតួចប៉ុន្តែពេលដែលយើងប្រើប្រាស់ឧបករណ៍ហ្នឹងគឺវាចាប់យកផ្ទៃពណ៌សហ្នឹងធ្វើការលុបតែម្ដងតោះណាអូខេអញ្ចឹងវាលុបអញ្ចឹងទៅអញ្ចឹងតែម្ដងណាយើងធ្វើការចុចម៉ៅឆ្វេងជាប់យើងអស់លុបកន្លែងហ្នឹងមកអញ្ចឹងការងាររបស់យើងមួយចំនួនក៏យើងអាចប្រើប្រាស់ជាមួយនឹងឧបករណ៍មួយនឹងដែរដើម្បីធ្វើការលុបបានអញ្ចឹងណាហ្នឹងហើយការលុបវាបានប្រមាណភាគរយគឺអាស្រ័យលើរូបភាពរបស់យើងណាជួនកាលទៅវាលុបស្អាតល្អជួនកាលទៅវាអត់សូវស្អាតទេអញ្ចឹងយើងអាចបង្កើត solid មួយដើម្បីមើលចំណាក់ពណ៌ក្រហមហើយខ្ញុំទាញរូបនឹងឡើងលើអូខេឃើញទេនេះរូបភាពដែលយើងលុបមិញគឺវាបានលក្ខណៈអញ្ចឹងហើយយើងអាចលុបតទៀតបានយើងអាចលុបតយ៉ាងបានហ្នឹងហើយលុបទៅវាចេញអញ្ចឹងហើយណាអញ្ចឹងតើតើនឹងការលុបខ្ញុំឲ្យគ្នាយើងមើលកន្លែងនេះមួយណាអញ្ចឹងបើយើងលុបទៅឃើញវានៅបតាហើយមើលទៅវាអត់តាន់សូវស្អាតទេគ្នាយើងមកមើលកន្លែងនេះមួយសិនណាអាហ្នឹងខ្ញុំគាត់តែគួរឲ្យគ្នាយើងមើលរបៀបហ្នឹងសិនប៉ុន្តែបើសិនជាចង់លុបរូបហ្នឹងយកផ្លូវការឲ្យបានស្អាតគ្នាយើងមកមើលកន្លែងនេះមានន័យថាតើតើទៅនឹងការលុបរបស់យើងនឹងឯងលុបទៅគឺវាអត់ចាប់យក focus ទៅលើពណ៌ណាទេមានន័យថាពណ៌ដែលវាមាននៅលើរូបភាពរបស់យើងពណ៌ផ្ទៃមេឃក៏ដោយពណ៌ដើមឈើក៏ដោយចាប់ទៅគឺវានឹងលុបទៅជាមួយគ្នានឹងឯងអញ្ចឹងបើសិនជាក្នុងករណីយើងចង់បានតែពណ៌ផ្ទៃមេឃពណ៌សនឹងតែមួយគត់គ្នាយើងមកឈរលើអាទី2គេដាក់នេះណា sampling 1អញ្ចឹងចុចមកបន្តមកទៀតយើងមកមើល limit របស់វាគឺយើងយកខាងលើវិញឥឡូវយើងធ្វើការលុបម្ដងទៀតអូខេឥឡូវយើងបិទមួយនឹងសិនអូខេដើម្បីគ្នាយើងមើលអូខេឥឡូវយើងធ្វើការអនុវត្តម្ដងទៀតយើងបង្កើត background ថ្មីមួយសិនចំដាក់ពណ៌ក្រហមដដែលហើយដោះសោវាមកទាញវាដាក់ពីក្រោមចេះអញ្ចឹងចាំមើលធ្វើការលុបវាខុសពីមិញឬក៏យ៉ាងម៉េចឥឡូវយើងឈរលើទី2ហើយ limit របស់វាយកខាងលើហើយយើងធ្វើការប្រើប្រាស់ជាមួយនឹង background eraser tool ម្ដងទៀតអូខេយើងធ្វើការលុបម្ដងទៀតខ្ញុំលុបហើយអូខេឃើញណាបើយើងប្រើប្រាស់បច្ចេកទេសមួយនេះឃើញថាយើងលុបទៅគឺបានល្អគឺវាស្គាល់ល្អមិញគឺវាអត់សូវស្គាល់ទេណាឃើញណាអញ្ចឹងលុបទៅគឺវាស្គាល់ពណ៌សនឹងតែម្ដងគឺអត់ប៉ះពាល់ទៅលើដើមឈើរបស់យើងច្រើនទេវាបានមួយចំនួនដែរណាដែលយើងអាចយកប្រើប្រាស់បានឃើញណាឃើញវាលុបល្អចាំងមុនណាអញ្ចឹងមិញគឺលុបទៅវាប៉ះដើមឈើរបស់យើងអញ្ចឹងទៅអញ្ចឹងបើសិនជានៅក្នុងករណីដែលមានដើមឈើស្មុគស្មាញខ្លះក៏យើងអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ហ្នឹងធ្វើការលុបដែរណាគឺយើងលុបផាត់តិចអញ្ចឹងមកបាទយើងคลิกលើវាអញ្ចឹងមកដើម្បីវាដាច់ល្អអានេះខ្ញុំគ្រាន់តែបង្ហាញគ្នាយើងឧទាហរណ៍ឲ្យមើលប៉ុណ្ណឹងទេណាអញ្ចឹងគ្នាយើងអាចសាក់ដបងប្រើបានចុះបើយើងប្រើជាមួយនឹងរូបភាពមនុស្សបានអត់យើងអាចប្រើបានប៉ុន្តែវាមិនប្រកបថាស្អាតទាំងស្រុងទេបើរូបភាពនេះក៏យើងអាចប្រើបានដែរណាដោយសារអីដោយសាររូបរបស់យើងនេះណា background ហ្នឹងតែពណ៌សទេអញ្ចឹងយើងអាចប្រើបានណាចាំមើលខ្ញុំប្រើសាក់មើលអូខេយើងធ្វើការលុបទៀតនេះឃើញណាលុប background ចេញលុប background ចេញឃើញណាលុបហើយវាលុបតែ background ទេអូខេយើងអាចបដូរពណ៌ដាក់ solid
មួយដើម្បីធ្វើការមើលពណ៌ក្រហមយើងទាញចូលមកក្រោមឃើញណាអញ្ចឹងវាអាចលុបបានគូសំដែរណាអញ្ចឹងរូបភាពមួយចំនួនគឺយើងលុបទៅក៏វាស្អាតដែរឃើញណាវាស្អាតល្អមែនតើណាអញ្ចឹងរូបភាពខ្លះយើងអាចលុបទៅវាល្អរូបភាពខ្លះគឺវាមិនល្អប្រហែលទេណាអញ្ចឹងវាអាចប្រែប្រួលទៅតាមរូបភាពរបស់យើងដែរបើសិនជារូបភាពនឹងមិនស្មុគស្មាញច្រើនទេ background នឹងមិនស្មុគស្មាញទេយើងអាចយក background eraser tool មកធ្វើការលុបបានតោះណាអញ្ចឹងវាអាចងាយស្រួលអញ្ចឹងដែរអូខេនេះគឺរបៀបនៃការប្រើប្រាស់ជាមួយនឹង background eraser tool ទី3តាក់ទងទៅនឹង magic eraser tool ហ្នឹងគឺតាក់ទងទៅនឹងការ select ទៅលើ background របស់យើងដើម្បីលុបដូចគ្នាអញ្ចឹងនៅក្នុងឧបករណ៍ទាំងពីលើមកដល់ហ្នឹងគឺតាក់ទងទៅនឹងការ select លុប background អីដូចគ្នាទាំងអស់អញ្ចឹងហើយទៅខ្ញុំបង្ហាញគ្នាយើងឲ្យចេះពីរបៀបទាំងអស់ហ្នឹងពេលដែលយើងចេះបានច្រើនគ្នាយើងនឹងមានជំរើសនៅក្នុងការប្រើប្រាស់បានច្រើនដូចគ្នាអូខេអញ្ចឹងតាក់ទងទៅនឹង magic eraser tool យើងប្រើយ៉ាងម៉េចឧទាហរណ៍ថាពណ៌របស់វាខ្មៅសុទ្ធសសុទ្ធក្រហមសុទ្ធគឺយើងងាយស្រួលការផ្ដាច់ឧទាហរណ៍ពណ៌នេះចេះពណ៌ហ្នឹងគឺពណ៌ខ្មៅសុទ្ធអូខេអញ្ចឹងតាក់ទងនឹងរូបមួយនេះខ្ញុំចង់លុបជាមួយនឹង background ពណ៌ខ្មៅរបស់វានេះអញ្ចឹងគ្នាយើងគ្រាន់តែคลิกលើផ្ទៃពណ៌ខ្មៅនឹងប៉ាច់អញ្ចឹងឃើញថាវាលុបផ្ទៃពណ៌ខ្មៅបាត់ហើយឃើញណាងាយស្រួលអត់គឺងាយស្រួលហើយវាលឿនទៀតណាគឺវាដាច់ល្អប៉ុន្តែវានៅផ្ទៃពណ៌ខ្មៅកន្លែងនេះយើងអាចคลิกកន្លែងហ្នឹងមួយទៀតទៅវាដាច់ទៀតចុះបើសិនជាក្នុងករណីយើងចង់คลิกម្ដងឲ្យពណ៌ខ្មៅកន្លែងណាក៏ដោយដែលវាមានឲ្យវាបាត់ទៅទាំងអស់អញ្ចឹងយើង Ctrl Z មកវិញសិនគ្នាយើងមកដោះអានេះចេញមកនេះដោះអានេះចេញពេលដែលយើងដោះចេញទៅមានន័យថារូបភាពរបស់យើងមួយឲ្យតែពណ៌ខ្មៅគឺវាលុបទៅវាដាច់ទៅទាំងអស់คลิកម្ដងទៀតបាច់ឃើញណាអញ្ចឹងឲ្យតែពណ៌ខ្មៅនៅក្នុងផ្ទៃ background របស់យើងគឺវាទៅទាំងអស់តែម្ដងអញ្ចឹងបើយើងដាក់ text វិញមានន័យថាវាលុបតែពណ៌ background ខាងនឹងទេអញ្ចឹងរូបភាពរបស់យើងដែលមានផ្ទៃខ្មៅផ្ទៃអីគឺវាអត់ចាប់យកទេវាចាប់យកតែផ្ទៃដែលយើងคลิกលើ background មួយនេះទេណាយើងคลิกមកគឺវាចាប់យកអញ្ចឹងហើយរូបភាពនេះក៏ដូចគ្នាដែរណាយើងអាចប្រើដូចមិញបាននេះយើងអាចប្រើបាននេះអាចលុបបានឃើញណាឲ្យតែរូបភាពអត់ស្មុគស្មាញនេះយើងអាចលុបបានអូខេយើងមើលរូបភាពណាទៀតខ្ញុំមើលរូបភាពបន្ថែមទៀតអញ្ចឹងរូបភាពទាំងអស់ហ្នឹងគឺយើងអាចយកមកប្រើប្រាស់បានណាយើងសាររបនៅក្នុងការប្រើបានអញ្ចឹងឧទាហរណ៍ថារូបនេះសួរតើយើងអាចលុបបានអត់បានប៉ុន្តែរូបនេះក៏វារាងមានភាពស្មុគស្មាញជាមួយនឹងសក់របស់យើងណាពេលដែលយើងលុបទៅវាមិនអាចស្អាត 100% តែយើងคลิกប៉ាច់មកឃើញណាវាដាច់ដែរប៉ុន្តែដាច់ទៅវាអត់តន់សូវស្អាតកន្លែងសក់របស់យើងអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតតកតងទៅនឹងការប្រើប្រាស់នៅក្នុង eraser tool ទាំង3ហ្នឹងគឺយើងអាចលុបបានទៅតាមប្រភេទនៃរូបភាពណាមួយដែលយើងមើលទៅអាចមិនមាន background ស្មុគស្មាញអាចនិយាយបានថា background ពណ៌សសុទ្ធពណ៌ខ្មៅសុទ្ធក្រហមសុទ្ធខៀវសុទ្ធលឿងសុទ្ធអីយ៉ាងទៅឲ្យតែពណ៌ណាសុទ្ធគឺយើងអាចប្រើជាមួយនឹងឧបករណ៍ទាំង3ហ្នឹងធ្វើការលុបបានតោះណាកន្លែងហ្នឹងអញ្ចឹងនៅក្នុងការប្រើប្រាស់របស់វាគឺមានលក្ខណៈប៉ុណ្ណឹងយើងចំណាំទាំងអស់គ្នាអញ្ចឹងនៅក្នុងឧបករណ៍ដែលខ្ញុំបង្ហាញតាំងពីទី1នេះណាឧបករណ៍ rectangular នេះតើតើនឹងការ select ទាញរូបរាង subject របស់យើងអញ្ចឹងទៅហើយតើតើនឹង lasso tool គឺតើតើនឹងការ select ទៅលើ subject របស់យើងវាមាន3ទម្រង់អញ្ចឹងទៅអូខេហើយតើតើទៅនឹង object selection គឺការ select ទៅលើ subject របស់យើងប្រសិនបើ subject នឹងមិនមានភាពស្មុគស្មាញគឺយើងអាច select បានដោយងាយយើងអាច select បានដោយល្អអញ្ចឹងទៅណារបៀបប្រើរបស់វាហើយតើតើនឹង eraser tool គឺតើតើនឹងការលុបជាមួយនឹងផ្ទៃ background ឬក៏រូបភាពអីមួយដែលយើងធ្វើការលុបគឺយើងអាចលុបបានអាស្រ័យទៅលើការចង់បានរបស់យើងណាអញ្ចឹងតើតើទៅនឹងការប្រើប្រាស់របស់វាគឺមានតែប៉ុណ្ណឹងទេយើងចាំជួបគ្នានៅមេរៀនបន្តទៀតណាសូមអរគុណ